លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គដែលបង្កផលប៉ះពាល់ដល់សហគមន៍រស់នៅតាមដងទន្លេខេត្តក្រចេះអាជ្ញាធរមូលដ្ឋានភូមិព្រែកសណ្ដោយខេត្តក្រចេះអាជ្ញាធរមូលដ្ឋាននៅភូមិព្រែកសណ្ដាយឃុំព្រែកសាម៉ាន់ស្រុកឆ្លងខេត្តក្រចេះបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ដោយបានជម្លៀសប្រជាពលរដ្ឋចំនួន65គ្រួសារក្នុងចំណោម79គ្រួសារដែលរងផលប៉ះពាល់ទៅកាន់ទីទួលមានសុវត្ថិភាពខណៈកម្ពស់ទឹកទន្លេមេគង្គកំពុងបន្តហក់ឡើងនិងបង្កការគំរាមកំហែងដល់សហគមន៍នៅតាមដងទន្លេការជំលះនេះធ្វើឡើងពេលទឹកជំនន់ចាប់ផ្ដើមប៉ះពាល់ដល់សហគមន៍ខណៈមេភូមិបានដឹងថាស្ថានភាពមានភាពធ្ងន់ធ្ងរជាពិសេសក្នុងរយៈពេល4ទៅ5ថ្ងៃកន្លងមកនេះលោកម៉ាន់តូលុះមេភូមិព្រែកសណ្ដាយបានដឹងថាភូមិនេះមានចំនួន541គ្រួសារមានប្រជាពលរដ្ឋសរុបប្រមាណ2180នាក់ក្នុងនោះស្ត្រីចំនួន1129នាក់ប្រជាពលរដ្ឋភាគច្រើនរស់នៅតាមដងទន្លេនិងប្រកបរបរកសិកម្មជាចម្បងខណៈប្រជាពលរដ្ឋមួយចំនួនតូចប្រកបរបរនេសាទលោកទូលុះបានបញ្ជាក់ថាអាជ្ញាធរបាននឹងកំពុងតាមដានស្ថានភាពប្រជាពលរដ្ឋយ៉ាងជិតស្និទ្ធជាពិសេសអ្នកដែលរស់នៅតាមដងទន្លេដើម្បីបង្ការគ្រោះថ្នាក់ខណៈកម្ពស់ទឹកកំពុងកើនឡើងនិងច្រាំងទន្លេប្រឈមនឹងការបាក់ស្រុតលោកទូលុះបានលើកឡើងថាយើងណែនាំប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដើម្បីបង្ការគ្រោះថ្នាក់ជាពិសេសក្នុងអំឡុងពេលមានទឹកជំនន់នៅពេលយប់ខ្ញុំក៏ជួយតាមដានស្ថានភាពតាមដងទន្លេផងដែរនៅពេលមានបញ្ហាខ្ញុំនឹងប្រាប់ពួកគាត់ឲ្យជម្លៀសនិងផ្លាស់ទីចូលទៅខាងក្នុងភូមិលោកបានបន្តថាមកទល់ពេលនេះមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងរបួសដោយសារទឹកជំនន់នៅឡើយទេរួមទាំងកុមារផងដែរខណៈអាជ្ញាធរបាននឹងកំពុងបន្តត្រៀមលក្ខណៈដើម្បីទប់ទល់នឹងស្ថានភាពដែលអាចកាន់តែធ្ងន់ធ្ងរលោកបានមានប្រសាសន៍ថាជាជំហានដំបូងយើងមានផែនការបន្ថែមខ្សាច់និងបាវខ្សាច់ដើម្បីបង្ការគ្រោះថ្នាក់លោកទូលួបានសម្ដែងការអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសហគមន៍ដែលរងផលប៉ះពាល់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដឹកនាំដោយឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានចុះពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងស្រុកឆ្លងនៅរសៀលថ្ងៃទី24ខែសីហាឆ្នាំ2026លោកទូលួបានមានប្រសាសន៍ថាខ្ញុំឃើញថាឯកឧត្តមរដ្ឋមន្ត្រីបានមកទីនេះនឹងបង្ហាញការយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ដែលនឹងកំពុងកើតមានឯកឧត្តមបានសួរសុខទុក្ខដល់ពួកយើងទាំងអស់គ្នាព្រមទាំងផ្ដល់ការណែនាំនិងជួយដោះស្រាយបញ្ហាដែលបង្កឡើងដោយគ្រោះមហន្តរាយដើម្បីសម្រួលស្ថានភាពលោកទូលួបានបញ្ជាក់ថាវត្តមានរបស់រដ្ឋមន្ត្រីបានផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលប្រឈមនឹងទឹកជំនន់លោកបានបន្ថែមថារដ្ឋមន្ត្រីធ្លាប់បានចុះមូលដ្ឋានភូមិឃុំនេះក្នុងអំឡុងពេលមានគ្រោះរាំងស្ងួតដើម្បីពិនិត្យស្ថានភាពស្រែប្រាំងដែលរងផលប៉ះពាល់លោកបានឲ្យដឹងថាទឹកជំនន់ជាបញ្ហាដែលតែងតែកើតមាននៅតំបន់មួយចំនួនក្នុងភូមិដោយតំបន់ខ្លះរងផលប៉ះពាល់រៀងរាល់3ទៅ4ឆ្នាំម្ដងអាជ្ញាធរបាននឹងកំពុងបន្តតាមដានស្ថានភាពទឹកទន្លេនិងត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរមេភូមិបានជំរុញឲ្យប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅជិតដងទន្លេបង្កើនការប្រុងប្រយ័ត្ននិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធនិងការជម្លៀសនៅពេលចាំបាច់ដើម្បីធានាសុវត្ថិភាពរបស់ខ្លួននិងក្រុមគ្រួសារក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក៏មានលោកស្រីសេនសាគីរ៉ាអាយុ57ឆ្នាំដែលត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពលោកស្រីបានសម្ដែងការកោតសរសើរនិងអរគុណចំពោះការឆ្លើយតបរបស់អាជ្ញាធរលោកស្រីបានមានប្រសាសន៍ថាយើងខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានចំពោះការយកចិត្តទុកដាក់របស់ពួកគាត់យើងខ្ញុំបានត្រៀមលក្ខណៈបានល្អជាពិសេសការយកចិត្តទុកដាក់ចំពោះកុមារតូចៗរបស់យើងតាមការណែនាំរបស់អាជ្ញាធរយោងតាមរបាយការណ៍របស់លោកស្រីគង់លឹមហូអភិបាលស្រុកឆ្លងបានឲ្យដឹងថាប្រជាពលរដ្ឋជាង1800គ្រួសារស្មើនឹងប្រមាណ8000នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់នៅទូទាំងឃុំចំនួន7និងភូមិចំនួន31ក្នុងស្រុកឆ្លងរបាយការណ៍បានបញ្ជាក់ថានៅថ្ងៃទី24ខែសីហាឆ្នាំ2026ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់21កណ្ដាក់សញ្ញា73ម៉ែត្រដែលបង្កផលប៉ះពាល់ដល់សហគមន៍វិស័យកសិកម្មនិងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងស្រុកព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ